បាទជំរាបសួរសិស្សានុសិស្សទាំងអស់គ្នាបាទដែលកំពុងទស្សនានៅវីដេអូបង្រៀនភាសាចិនចេញពី Channel របស់ខ្ញុំបាទផងដែរបាទហើយនេះជាវីដេអូទី3ដែលខ្ញុំបានបង្កើតដើម្បីបង្ហោះចូលនៅក្នុង Channel នេះបាទដើម្បីចែករំលែកដល់បងប្អូនដែលចង់បានពាក្យដែលតាក់ទងនឹងរោងចក្រផ្សេងប៉ុន្តែ3វីដេអូនេះគឺខ្ញុំធ្វើតាក់ទងនឹងស្បែកជើងបាទរោងចក្រស្បែកជើងណាបាទអញ្ចឹងបងប្អូនដែលចង់បានពាក្យតាក់ទងនឹងស្បែកជើងគឺត្រូវតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចបាទតាមដានវីដេអូនេះពីដើមរហូតដល់ចប់នោះបងប្អូននឹងទទួលបាននៅពាក្យថ្មីដែលតាក់ទងនឹងបាទរោងចក្រស្បែកជើងផងដែរបាទមុននឹងចាប់ផ្ដើមនៅវីដេអូរបស់យើងបាទខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីនៅពេលដែលខ្ញុំបង្ហោះចូលផងដែរបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលពាក្យដែលតាក់ទងនឹងបាទវត្ថុធាតុដើមដែលតាក់ទងនៅក្នុងរោងចក្រស្បែកជើងដដែលបាទអញ្ចឹងពាក្យខាងលើហ្នឹងបាទគឺយើងអានថាយួនឆៃលាវយួនឆៃលាវបាទគឺប្រែថាវត្ថុធាតុដើមបាទយួនឆៃលាវបាទវត្ថុធាតុដើមហើយដូចវីដេអូរាល់ដងដែរខ្ញុំរៀបជា2ជួរគឺមួយជួរអក្សរពណ៌ខ្មៅនឹងជាអក្សរចិនហើយនឹងអក្សរពណ៌សគឺបាទបកប្រែជាភាសាខ្មែរអញ្ចឹងពាក្យបន្ទាប់យើងពាក្យអានថាចុងវិនបាទប្រែថាភាសាចិនបាទបន្ទាប់មកទៀតគឺជៀនវិនបាទប្រែថាភាសាខ្មែរអញ្ចឹងពាក្យទី1ពាក្យវត្ថុធាតុដើមទី1របស់យើងបាទគឺយើងអានថានាវភីប្រែថាស្បែកគោបាទនាវភីស្បែកគោអញ្ចឹងតាក់ទងនឹងស្បែកគោអីហ្នឹងគឺនៅក្នុងឃ្លាំងឬក៏តាមតុកាត់គឺគាត់ដឹងច្បាស់ណាស់គឺមានអវ៉ាន់បែបហ្នឹងអញ្ចឹងនាវភីគឺប្រែថាបាទស្បែកគោបាទបន្តមកទៀតពាក្យទី2យ៉ាងភីប្រែថាស្បែកចៀមបាទយ៉ាងភីស្បែកចៀមពាក្យទី3យើងអានថាជូភីបាទប្រែថាស្បែកជ្រូកបាទស្បែកជ្រូកហើយពាក្យទី4គឺយើងអានថាហឺឆឹងកបាទប្រែថា PU PU ហ្នឹងនៅក្នុងបងប្អូនដែលនៅក្នុងរោងចក្រស្បែកជើងដឹងហើយអាកណាត់ប្រភេទវា PU ហ្នឹងបាទគឺយើងអានថាហឺឆឹងកបាទប្រែថា PU បន្តមកទៀតពាក្យទី5គឺយើងអានថាឆោសៀនបាទឆោសៀនប្រែថាស្បែកបាទស្បែកឆោសៀនប្រែថាស្បែកបាទអញ្ចឹងវីដេអូដែលតាក់ទងនឹងវត្ថុធាតុដើមគឺថ្ងៃនេះខ្ញុំបានលើកចំនួន5បាទអញ្ចឹងវីដេអូបន្ទាប់ទៀតខ្ញុំក៏នៅតែបង្រៀនបន្ថែមដែលតាក់ទងនៅក្នុងរោងចក្រស្បែកជើងបន្តទៀតខ្ញុំនឹងស្វែងរកពាក្យថ្មីជាច្រើនដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាបាទអរគុណដែលបានទស្សនានៅវីដេអូនេះបាទកុំភ្លេចតាមដាននៅវីដេអូជាបន្តបន្ទាប់ទៀតបាទអរគុណច្រើន